តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទកម្លាំងនគរបាលខេត្តបាត់ដំបងចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកគ្រឿងញៀនការជួញដូរតាមប្រព័ន្ធអនឡាញនិងបញ្ហាក្មេងទំនើងជូនដល់សិស្សានុសិស្សនៅវិទ្យាល័យដល់ដូនទាវនេះព្រឹកថ្ងៃច័ន្ទទី12កើតខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី10ខែមីនាឆ្នាំ2025ដែលអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទនៅការនគរបាលខេត្តបាត់ដំបងលោកវរៈស្នេហ៍ឯកបើវ៉ាន់ឌីនៅការរងខេត្តការងារសម្ដាប់ធ្នាប់និងលោកវរៈស្នេហ៍ឯកច័ន្ទសុធីនាយការិយាល័យចរាចរណ៍ផ្លូវគោកចាត់តំណាងលោកវរៈស្នេហ៍តូរ៉ែមករានាយរងការិយាល័យចរាចរណ៍ផ្លូវគោកសហការជាមួយនឹងលោកត្រីវរៈស្នេហ៍តូតាន់សុរ័ត្ននាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជនលោកវរៈស្នេហ៍តូទុនសុធននាយរងការិយាល័យប្រឆាំងគ្រឿងញៀនបានអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍គ្រឿងញៀនការជួញដូរតាមប្រព័ន្ធអនឡាញនិងបញ្ហាក្មេងទំនើងដល់សិស្សានុសិស្សនៅវិទ្យាល័យក្ដុលដូនទាវស្ថិតនៅសង្កាត់ក្ដុលដូនទាវក្រុងបាត់ដំបងខេត្តបាត់ដំបងដោយមានការចូលរួមពីលោកគ្រូសិស្សានុសិស្សចូលរួមសរុបចំនួន1273នាក់ស្រីចំនួន745នាក់និងបានចែកមួកសុវត្ថិភាពចំនួន10មួកជូនដល់សិស្សានុសិស្សបានឆ្លើយសំណួរអំពីច្បាប់ចរាចរណ៍បានត្រឹមត្រូវផ្សាយដោយអង្គភាពគេហទំព័រប្រមាញ់ជីដែន TV